បងប្អូន2នាក់នោះត្រឡប់ទៅវិញហើយមនុស្ស41នាក់មានតែ3នាក់ទេដែលមិនទាន់បានត្រីតាមការស្នើសុំគិតតាមច្បាប់ថ្មី5ម៉ោងចិនហ្វេងត្រូវគេទាលុយសងបងប្រុស5 160ទាវិញ160ឯបងប្រុសម្នាក់ទៀតមិនបានទេតែសងវិញ390ទាំងពីរនាក់យកត្រីខ្យា2គីឡូទៅញ៉ាំម្ចាស់ហាងទៅបាត់ចាំជួបគ្នាលើក្រោយបងប្រុសអាចមកបានតែឯងកុំមកទៀតអីខ្ញុំត្រូវតែមកចិនហ្វេងគ្រាន់តែលេងសើចប៉ុណ្ណោះបងប្អូនទៅបាត់ចិនហ្វេងក៏ទទួលទូរស័ព្ទពីយ៉ាងយូរណានជាងមកសាងសង់បន្ទប់ធ្វើចដាល័យសាក់ហើយគ្រឿងចាក់កាយដីក៏មកដល់ជាង2នាក់នេះធ្លាប់មកមើលកន្លែងហើយក៏ចាប់ផ្ដើមធ្វើការភ្លាមគ្រាន់តែឲ្យទឹកភ្លើងមុនសិនសម្ភារៈមានគ្រប់គ្រាន់ហើយចិនហ្វេងនាំជាងទៅមើលផ្លូវរួចជាងក៏ចាប់ផ្ដើមការងារទៅធ្វើពីយ៉ាងនេះចប់សិនចាំធ្វើយ៉ាងផ្សេងទៀតឯងសើចអីទីនេះអ៊ូអរំលេះខ្ញុំទៅលេងនៅអាងទឹកសិនគាត់ជាមនុស្សមមួនតែមុខមាត់ញឹមប្លែកមើលទៅដូចជាមនុស្សស្លូតតែចម្លែកចង់នៅឲ្យឆ្ងាយបន្តិចកុំឲ្យគាត់ខឹងឲ្យសោះឯងឈ្មោះគូអឺមែនទេឯងជានរណាខ្ញុំចិនហ្វេងឯងមិនស្គាល់ខ្ញុំទេមិនបានត្រឡប់មកវិញជក់បារីសិនមកខ្ញុំទៅមកវិញខ្ញុំមកការអាងទឹកនេះកំពុងចោះអង្កេតមិនដឹងថាឯងនៅភូមិផងគ្រប់ភូមិសុទ្ធតែមានមនុស្សបែបនេះគូអឺមិនមានឈ្មោះទេគេរើសបានតាំងពីតូចយកទៅពិនិត្យទើបដឹងថាគាត់មានបញ្ហាខួរក្បាលគេក៏មិនចង់បានតែមិនហ៊ានបោះបង់ចោលចុងក្រោយក៏យកមកភូមិតែមិនសូវអើពើគាត់រស់នៅដោយសារអ្នកភូមិផ្ដល់អាហារឲ្យគ្រប់ភូមិសុទ្ធតែមានមនុស្សបែបនេះគូអឺគឺបែបហ្នឹងគាត់គ្មានឈ្មោះទេហើយតែគូគេរើសបានតាំងពីនៅតូចក្រោយមកយកទៅមន្ទីរពេទ្យទើបដឹងថាគាត់មានបញ្ហាខួរក្បាលគេក៏មិនចង់បានគាត់តែមិនហ៊ានបោះបង់ចោលចុងក្រោយក៏យកមកភូមិតែមិនសូវអើពើគាត់គូអឺរស់នៅដោយសារអ្នកភូមិផ្ដល់អាហារឲ្យចិនហ្វេងចាំបានថាគាត់ធ្លាប់មកញ៉ាំបាយនៅផ្ទះខ្លួនគាត់ចាស់ជាងចិនហ្វេង10ឆ្នាំតែអាចនិយាយស្ដីបានធម្មតាគ្រាន់តែចូលចិត្តសើចឆ្លាតមិនសូវទាន់គេតែបើមិនទៅរករឿងគាត់ក៏មិនរករឿងគេដែរគាត់កម្លាំងខ្លាំងអ្នកណាឲ្យជួយអីគាត់ធ្វើទាំងអស់ការងារធ្ងន់គាត់មិនខ្លាចទេមិនយកលុយទៀតគ្រាន់តែមានបាយទឹកឲ្យគាត់ប៉ុន្មានឆ្នាំមុនចិនហ្វេងត្រឡប់មកវិញធ្លាប់ជួបគាត់ពេលមានចាស់ស្លាប់នៅក្រុមទី4គូអឺជាអ្នកសែងឈូសមួយក្នុងចំណោម8នាក់ម្នាក់ក្នុងចំណោមអ្នកសែងឈូសគ្រាន់តែពេលនោះគាត់ធ្វើរឿងមិនសមរម្យគេដាក់មឈូសក្នុងរោងបុណ្យគាត់ក៏ដើរចូលទៅរឿងដំបូងដែលគាត់ធ្វើគឺដើរទៅរុញឈូសគេឯងធ្វើអីហ្នឹងខ្ញុំចង់មើលមនុស្សគឺបែបហ្នឹងសប្តាហ៍ថ្ងៃក្នុងភូមិមិនសូវមានអ្នកណាទេពិតមែនហើយអ្នកកំឡោះទៅធ្វើការក្រៅអស់ហើយគូអឺរាប់អានមនុស្សច្រើនជាងចិនហ្វេងទៅទៀតគូសៀងស៊ូជានរណាចិនហ្វេងមិនស្គាល់ផងទៅគូគឺមកជួយរើរបស់ថ្ងៃនេះខ្ញុំមើលការខុសត្រូវឯងរឿងបាយទឹកយកប្រាកដហើយគាត់មើលទៅស្លូតណាស់ឯងរកមកពីណាមនុស្សក្នុងភូមិយើងទេឈ្មោះគូកុំទៅលេងសើចជាមួយគាត់អីគាត់វាគេមិនទទួលខុសត្រូវទេគូគឺដើរយឺតតិចរបួសខោគូគឺឯងសម្រាប់ទៅមើលគេនេសាទបានតែហាមរំខានគេនិងហាមលេងទឹកយកខ្សែចុងខោឲ្យជាប់ទៅ12ចាំយកសម្ភារៈទៅធ្វើបាយនៅមាត់ទឹកថ្ងៃនេះធ្វើម្ហូបត្រីសម្រាប់អ្នកនេសាទមានត្រីបំពងស្ងោរតៅហ៊ូនិងមុខម្ហូបជាច្រើនទៀតត្រីខ្យាដែលនេសាទបានចាំកត់ត្រាទុកធ្វើត្បិតតែគេមកនេសាទត្រីខ្យាតែមនុស្សច្រើនបែបនេះនិងមានត្រីផ្សេងទៀតទឹកមានហើយធ្វើបាយក៏ស្រួលរសជាតិត្រីយើងត្រូវតែឆ្ងាញ់ផ្សព្វផ្សាយទៅអ្នកដទៃឲ្យមកនេសាទកាន់តែច្រើនមើលចុះគាត់រៀបចំកន្លែងរួចរាល់ហើយទើបតែមកដល់ក៏យកឧបករណ៍មកដែរឯងបងលុយនៅនេសាទត្រីនេះមិនទាន់បងលុយទេគួរឲ្យចាប់អារម្មណ៍ការលះបង់របស់ឯងថ្ងៃនេះគ្រាន់តែសងការខុសឆ្គងមកនេសាទមិនបងលុយពាក់ព័ន្ធអីបើមិនមែនខ្ញុំទាញឯងចូលក្រុមទេឯងគ្មានកន្លែងផ្សាយពាណិជ្ជកម្មទេថ្ងៃនេះបានជាមានមនុស្សមកច្រើនខ្ញុំខ្លាំងបែបនេះមិនខ្លាចគ្មានអ្នកមកនេសាទទេបានខ្ញុំបងលុយ1000ដែលឯងឲ្យមកខ្ញុំទិញរបស់អស់ហើយសល់500ទៀតឯងត្រូវសងខ្ញុំ
បើអញមិនសង្កេតចាត់ទុកថាជាខ្លាំងនេសាទ500ខ្ញុំឲ្យឯងនេសាទទៅថ្ងៃនេះឯងត្រូវនេសាទឲ្យបាន5ក្បាលទើបដឹងថាកម្លាំងខ្ញុំខ្លាំងប៉ុណ្ណាថ្ងៃនេះគិតថានឹងលេងសើចបន្តិចបន្តួចមិនទាន់គិតចង់យកលុយទេតែគេបែរជាមកទាមទារសិនមិនត្រឹមតែមកដល់ទេថែមទាំងប្រើក្បាច់ពិសេសទៀតដល់ពេលចាប់ផ្ដើមនេសាទហើយមកទីនេះនេសាទត្រីលើកទី1រលូនលើកទី2ជោគជ័យលើកទី3បានត្រីល្អលើកទី4សម្បូរទ្រព្យលើកទី6ហេងលើកទី7រុងរឿងលើកទី8សំណាងលើកទី9យូរអង្វែងលើកទី10ល្អឥតខ្ចោះមកទីនេះនេសាទត្រីបើមិននេសាទឲ្យបានទេគឺមិនឈប់ឡើយនេសាទបានត្រីច្រើននេសាទកាន់តែយូរកាន់តែមានកម្លាំងនេសាទដល់យូរអង្វែងនេសាទដល់អស់មួយជីវិតខ្ញុំសូមបួងសួងដល់ទេវតានិងម្ចាស់ទឹកម្ចាស់ដីឲ្យជួយខ្ញុំ